អូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំអត់ខ្វល់ថាមានអ្នកមើលប្រហែលអ្នកឬក៏អត់មានអ្នកមើលទេគ្រាន់ថាវីដេអូនេះគឺខ្ញុំធ្វើសម្រាប់ខ្លួនឯងហើយខ្ញុំមាន content ដើម្បី challenge ខ្លួនឯងមួយថាខ្ញុំនឹងងើបពេលព្រឹកម៉ោង5ដើម្បីអានសៀវភៅហើយនឹងហាត់ប្រាណជាពិសេសអានសៀវភៅគឺហាត់ប្រាណគឺជា basic challenge សម្រាប់ខ្ញុំដោយសារអីខ្ញុំតែងតែដាក់ម៉ោងរោជានិច្ចកាលគឺតែងតែដាក់ម៉ោងរោក៏ប៉ុន្តែឲ្យតែងើបម៉ោងរោហើយតែងតែបិទឲ្យដេកតទៀតហើយតចិត្តដល់ម៉ោងធ្វើការបានចាប់ផ្ដើមរៀបចំរូបរាងទៅធ្វើការយូររួមវាគឺជាទម្លាប់អាក្រក់មួយខ្ញុំដឹងថានៅពេលដែលយើងហាត់ប្រាណគឺវាធ្វើឲ្យយើង fresh នៅពេលដែលមក morning ពេលព្រឹកណាហើយការងាររបស់យើងក៏កាន់តែរលូនហើយក៏ខ្ញុំដឹងយ៉ាងច្បាស់ថានៅពេលដែលយើងអានសៀវភៅក៏វាជាផ្នែកមួយដ៏ធំមិនថាជាជីមួយដើម្បីបំពន់ខួរក្បាលដែរឬក៏ធ្វើឲ្យខួរក្បាលរបស់យើងជ្រះស្រឡះឬក៏អាចរកវិធីសាស្ត្រថ្មីៗដើម្បី improve ណាឬក៏ដោះស្រាយបញ្ហាក៏ប៉ុន្តែយើងដឹងហើយយើងនៅតែធ្វើវាបានហើយខ្ញុំជឿជាក់ថាគ្នាយើងវាសឹងទាំងអស់គ្នាជាពិសេសអ្នកធ្វើការតែដាក់ម៉ោងរោហើយអើយងើបអត់ដែរតន់ទេហើយអ្នកខ្លះ commitment ហើយតែធ្វើអត់ដែរបានទេថាងើបអានសៀវភៅ no just like គឺអត់challenge នេះគឺខ្ញុំមានកម្រងធ្វើវាចាប់ពីថ្ងៃទី1ខែ10រហូតដល់ថ្ងៃទី30ខែ9ឆ្នាំ2026ហើយ challenge នេះគឺរយៈពេល1ឆ្នាំហើយមូលហេតុដែលខ្ញុំចង់ធ្វើ challenge នេះគឺទី1គឺខ្ញុំចង់ improve ទាក់ទងទៅនឹងសមត្ថភាពរបស់ខ្ញុំហើយធ្វើឲ្យសុខភាពរបស់ខ្ញុំកាន់តែប្រសើរជាងមុនជាធម្មតាតែឲ្យតែយើងហាត់ប្រាណញឹកញាប់សុខភាពប្រកបជាប្រសើរឡើងជាងមុនហើយទាក់ទងទៅនឹងចំណុចទី2ដែលជា big target ហ្មងគឺទាក់ទងទៅនឹង income ខ្ញុំចង់ស្វែងរក income បន្ថែមពី YouTube ឬក៏ប្រព័ន្ធណាដែលយើងគិតថាអាចស្វែងរកបានឬក៏ជាការប្រមូលផលិតផលឬក៏ something like that តែសារអីយើងអត់ចង់នៅប្រព័ន្ធនេះទេហើយក៏យើងអត់ចង់យើងមិនប្រកាសថាយើងធ្វើការឲ្យគេមកជីវិតដែរអញ្ចឹងពេលខ្លះយើងត្រូវតែព្យាយាមអភិវឌ្ឍខ្លួនឯងតាមអ្វីដែលអាចធ្វើទៅបានហើយព្យាយាមរកប្រភពឬក៏មកថា soft ធនធានដែលយើងមានស្រាប់ហើយយើងនឹងធ្វើវាអូខេហើយមួយវិញទៀតសម្រាប់ការ challenge ធ្វើវីដេអូនេះគឺខ្ញុំធ្វើជា daily vlog អាចនឹងមួយថ្ងៃធ្វើ10វីដេអូទៅខ្ញុំផុសតែក្នុង YouTube ទេអ្នកមិនមើលឬក៏អត់ទៅតាមហ្នឹងអើយតែស្អីទី1យើងចង់ improve ខ្លួនឯងផងទី2យើងចង់ហូរចំណូលវាជា big target ហើយខ្ញុំអត់មានឧបករណ៍អីក្រៅពីនៅ studio នៅក្នុងបន្ទប់ខ្ញុំទេបើសិនជាចេញក្រៅខ្ញុំមានតែទូរស័ព្ទOnePlus នេះទេដើម្បីថតវីដេអូឬក៏ថត vlog នៅពេលដែលខ្ញុំថតពេលណាខ្ញុំនឹងផុសពេលនឹងភ្លាមជាពិសេសមិនណា target set target ចាំណាម៉ោងងើបម៉ោង5ថតហើយងើបហើយចេញពីធ្វើការយើងថតទៀតណាយើងចង់ដឹងថាតើសកម្មភាពដែលយើងធ្វើរាល់ថ្ងៃហើយតេតឹងទៅនឹង current income ហើយយើងប្រៀបធៀបបន្ទាប់ពីមួយឆ្នាំក្រោយថាតើវាមានអី improve វាមានអី increase ឬក៏មានអី challenge បន្ថែមទៀតអត់ហើយបើសិនជាមានអ្នក comment ក៏ជួយ comment ឲ្យខ្ញុំទៅម្នាក់មួយផងតែបើអត់មានទេយើងធ្វើសម្រាប់ខ្លួនឯងចាប់ទុកវាជាអនុស្សាវរីយ៍រយៈពេល1ឆ្នាំថាតើនៅពេលដែលយើងធ្វើហើយវាមានអីប្រែប្រួលវិញអត់